កូនបងប្អូនឥឡូវយើងងាកមកចាប់អារម្មណ៍ពីក្រសួងការងារវិញម្ដងចាបើគិតត្រឹមឆ្នាំ2025កន្លងទៅគឺរដ្ឋបានផ្ដល់ថវិកាជាង100លានដុល្លារដល់ស្ត្រីជាកម្មករដែលមានផ្ទៃពោះនិងកូនអាយុក្រោម2ឆ្នាំផងដែរអញ្ចឹងនេះបើតាមការលើកឡើងពីលោកបណ្ឌិតហេងសុផាន់នរិទ្ធចាអគ្គនាយករងបសសហើយក៏ជាអ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោកបានមានប្រសាសន៍ថាគិតត្រឹមឆ្នាំ2025រាជរដ្ឋាភិបាលតាមរយៈបសសបានចំណាយថវិកាអស់ចំនួន409,664 លានរៀលចាឬបើគិតជាដុល្លារប្រមាណ102.5 លានដុល្លារដល់សមាជិកបសសជាស្ត្រីកម្មករនិយោជិតចាដែលមានផ្ទៃពោះជាម្ដាយនឹងចំនួន696,751 នាក់ហើយនឹងកូនអាយុក្រោម2ឆ្នាំនឹងចំនួន732,123 នាក់ចាហើយលោកបណ្ឌិតក៏បានបន្តទៀតដែរថារាជរដ្ឋាភិបាលគឺបានផ្ដល់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនកម្មករនិយោជិតស្ត្រីដែលមានផ្ទៃពោះនិងកុមារក្រោមអាយុ2ឆ្នាំទាំងមុនសម្រាលនិងពេលសម្រាលនិងក្រោយពេលសម្រាលហើយនៅក្នុងនោះដែរគឺមុនពេលសម្រាលកូនកម្មករនិយោជិតស្ត្រីដែលមានផ្ទៃពោះនឹងគឺអាចទទួលបាននៅប្រាក់ឧបត្ថម្ភចំនួន4លើកផងដែរដោយលើកទី1នឹងគឺទទួលបានថវិកា80,000 រៀលហើយពេលដែលសម្រាប់កូននឹងទទួលបានថវិកាឧបត្ថម្ភបន្ថែមដោយកូនម្នាក់គឺទទួលបាន80,000 រៀលទៀតប៉ះសិនបើកូនភ្លោះគឺទទួលបាន1,200,000 រៀលហើយប៉ះសិនបើកូនភ្លោះ3នាក់គឺនឹងទទួលបាន1,600,000 រៀលនិងទទួលបានការឧបត្ថម្ភពិសេសបន្ថែមទៀតពីសម្ដេចតេជោហ៊ុនសែននិងសម្ដេចតិប្រិបណ្ឌិតផងដែរចំនួន5 លានរៀលទៀតចា៎ហើយលោកបណ្ឌិតបានបន្ថែមទៀតដែរថាក្រោយពេលដែលសម្រាប់កូនគឺកម្មករជាស្ត្រីនិងដែលមានផ្ទៃពោះនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន10លើកបន្ថែមទៀតដោយលើកទី1ទទួលបាន80,000 រៀលនៅក្នុងនោះគឺ3លើកនៅពេលដែលទទួលសេវាពិនិត្យសុខភាពក្រោយពេលសម្រាប់កូននិង7លើកទៀតនៅពេលយកកូនទៅទទួលថ្នាំបង្ការរហូតដល់អាយុ2ឆ្នាំចា៎ហើយលោកបានបន្ថែមទៀតថាកម្មវិធីដែលផ្ដល់ប្រាក់ឧបត្ថម្ភសម្រាប់សមាជិកបសសជាស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម2ឆ្នាំហ្នឹងគឺជាគោលនយោបាយរបស់រដ្ឋាភិបាលក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពមាតានិងទារកឲ្យព្រមទាំងការរួមចំណែកដល់ស្រ័យកង្វះអាហារូបត្ថម្ភរបស់កុមារចាប់ពីកូននៅក្នុងផ្ទៃរហូតដល់មានអាយុ2ឆ្នាំផងដែរចា៎អញ្ចឹងនេះគឺជាការគិតគូរពីរាជរដ្ឋាភិបាលចំពោះស្ត្រីដែលមានផ្ទៃពោះចំពោះស្ត្រីកម្មករនិយោជិតដែលគាត់មានផ្ទៃពោះនិងសម្រាប់ការថែទាំកូនចាប់ពីមាននៅក្នុងផ្ទៃរហូតដល់អាយុក្រោម2ឆ្នាំផងអញ្ចឹងនេះគឺបង្ហាញពីការយកចិត្តទុកដាក់មែនទែនពីរាជរដ្ឋាភិបាលចំពោះស្ត្រីមានផ្ទៃពោះចា៎បាទ